បាទសូមគោរពជំរាបសួរបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់គ្នាដោយថ្មីនេះនាយកដ្ឋានប្រចាំបានមើលបច្ចេកវិទ្យាបានសង្កេតឃើញថាមានការបង្ហោះពាក់ព័ន្ធជាមួយនឹងបញ្ហាមួយគឺគណនី Facebook ត្រូវបានបិទជាច្រើននៅលើបណ្ដាញសង្គម Facebook ទន្ទឹមគ្នានេះដែរនាយកដ្ឋានក៏បានសង្កេតឃើញថាមានបុគ្គលមួយចំនួនផ្សព្វផ្សាយអំពីសេវាកម្មដោះស្រាយបញ្ហាគណនី Facebook ដែលបានបិទនេះដោយគិតតម្លៃចន្លោះពី$500ទៅ$1200ក្នុងមួយករណីនាយកដ្ឋានប្រចាំបានមើលបច្ចេកវិទ្យាសូមក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់គ្នាដែលមានគណនីត្រូវបានបិទដោយតទៅទី1កុំទាន់បង់ប្រាក់សេវាកម្មដោះស្រាយបញ្ហាទៅបុគ្គលឯកជនណាមួយដោយសារអាចចំណាយថវិកាដោយមិនទទួលបានផលទី2សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុនមេតាឬស្ថាប័នមានសមត្ថកិច្ចទី3បញ្ហាគណនី Facebook ដែលត្រូវបានបិទដោយគ្មានមូលហេតុនេះអាចបណ្ដាលមកពីក្រុមហ៊ុនមេតាធ្វើបច្ចុប្បន្នភាពប្រព័ន្ធដូច្នេះសូមអ្នកប្រើប្រាស់រងចាំដំណោះស្រាយផ្លូវការណាមួយពីក្រុមហ៊ុនមេតាសូមបញ្ជាក់ផងដែរថាករណីនេះមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាការបិទគណនី Facebook ទាំងនោះមូលហេតុមកពីអ្វីនោះទេដូច្នេះសូមអ្នកប្រើប្រាស់បណ្ដាញសង្គមមានការប្រុងប្រយ័ត្ននិងតាក់ទងទៅក្រុមហ៊ុនមេតាដោយផ្ទាល់សម្រាប់ដំណោះស្រាយមួយនេះសូមអរគុណ